បាទទាំងអស់គ្នានិយាយរួមនៅតម្រុយនេះគឺផ្លាស់ប្ដូរខ្លាំងមែនទែនដូចគ្នាបានស្ដាប់នេះហើយសូម្បីតែផ្នែក pharmacy ក៏មានការផ្លាស់ប្ដូរខ្លាំងមែនទែនបាទអញ្ចឹងអ្នកគ្រូក្រោយពីយើងអនុវត្តស្តង់ដារថ្មីរបស់អាមេរិកនេះហើយតើប្រព័ន្ធគ្រប់គ្រងថ្នាំនៅតម្រុយប្រែប្រួលបែបណាអ្នកគ្រូចាហ្នឹងហើយបងមែនតើទៅស្តង់ដាររបស់ AACI គឺជាស្តង់ដារអន្តរជាតិមួយមកពីខាងសហរដ្ឋអាមេរិកហើយអីដែលយើងផ្ដោតសំខាន់ហ្នឹងគឺទៅលើសុខភាពរបស់អ្នកជំងឺហើយបើយើងនិយាយពីប្រព័ន្ធនៃការគ្រប់គ្រងឱសថរបស់វិញយើងអាចនឹងនិយាយចាប់ផ្ដើមតាំងពីការបញ្ជាទិញមកម្លេះមកបងណាហ្នឹងហើយចាអញ្ចឹងគ្រប់ឱសថទាំងអស់ក៏ដូចជាវ៉ាក់សាំងគឺយើងបញ្ជាទិញពីក្រុមហ៊ុនដែលមានស្តង់ដារនិងច្បាប់ត្រឹមត្រូវបងហើយរាល់ឱសថទាំងអស់មុននឹងយើងដាក់មកប្រើប្រាស់នៅក្នុង clinic គឺសុទ្ធសឹងតែយើងឆ្លងកាត់នៅគណៈកម្មការឱសថរបស់ clinic ផងដែរដែលយើងវិតម្លៃទៅលើ formula តាក់ទងជាមួយក្រុមហ៊ុនហើយនឹងសមាសធាតុផ្សំផងដែរចានឹងឯងបងចាហើយតាក់ទងជាមួយនឹងការគ្រប់គ្រងថ្នាំជាតិផ្សោតថ្នាំរបស់យើងគឺមានការត្រួតពិនិត្យជាប្រចាំដោយសតការីរបស់ពួកយើងយើងត្រួតពិនិត្យទៅលើស្ថានភាពតាក់ទងជាមួយនឹងសំណើមបរិយាកាសហើយយើងមានការរៀបចំទុកដាក់ទៅតាម category ថ្នាំរបស់យើងមួយបងចាដើម្បីបញ្ជាពីការភ័ន្តច្រឡំណាមួយហើយមួយទៀតយើង follow ទៅតាម FIFO ដែរដើម្បីឲ្យប្រកាសថាថ្នាំទាំងអស់គឺអត់មានខូចគុណភាពចាអត់មានហូរ delay បងចាបាទចាហើយខ្ញុំមកលើក្រោយនេះឃើញកាលពីមុនយើងកន្លែងទុកដាក់ថ្នាំគឺនៅក្បែរមួយ reception ដល់ពេលឥឡូវយើងផ្ដាច់មកដល់ឡែកដល់ខ្លួនឯងហ្មងគឺដើម្បីអីហ្នឹងហើយបងក្នុងគោលបំណងដែលយើងផ្ដាច់ពីនៅជិតកន្លែង reception ហ្នឹងគឺទី1យើងចង់បង្កើតឲ្យមាននៅប្រព័ន្ធសុវត្ថិភាពហើយនឹងការរក្សាទុកឲ្យបានត្រឹមត្រូវដោយបងបានដឹងហើយថាស្តង់ដារអន្តរជាតិរបស់យើងគឺវាពិសេសមានថាការរៀបចំគឺត្រូវតែហ្មត់ចត់ហើយត្រួតពិនិត្យដោយសតការីអញ្ចឹងនៅក្នុង counter របស់ pharmacy មិនមែនអ្នកទាំងអស់គ្នាសុទ្ធតែអាចចូលបានទេសត្វតែអ្នកជំនាញនៅក្នុងនោះមិនអាចចូលទៅបានចាសុទ្ធតែអ្នកជំនាញឯកទេសខាងថ្នាំមិនអាចនៅក្នុង pharmacy បានចាហ្នឹងហើយបងបាទហើយនៅក្នុង pharmacy ហ្នឹងប្រហែលជាដាក់ម៉ាស៊ីនជាក់រហូតទៀតចាហ្នឹងហើយបងប្រកាសតែអញ្ចឹងហើយបងសីតុណ្ហភាពរក្សាដើម្បីថ្នាំនៅក្នុងហ្នឹងចាបងសម្រាប់ស្ថានភាពយើងមិនត្រឹមតែដាក់រហូតជាប់24ម៉ោងទេបងប៉ុន្តែយើងក៏មានប្រព័ន្ធនៅក្នុងការគ្រប់គ្រងដែរយើងមានជា record កាត់ប្រចាំថ្ងៃហើយមានការត្រួតពិនិត្យពី in charge នៅក្នុងថ្ងៃនីមួយៗដែរហើយចំពោះវ៉ាក់សាំងក៏ដូចគ្នាដែរបងធម្មតាវ៉ាក់សាំងគឺយើងត្រូវរក្សាទុកនៅក្នុង cold chain មិនតិចជាមិនរហូតចឹងបើសិនក្នុងករណីថាបើដាច់ភ្លើងក៏យើងអត់បារម្ភដែរដោយសារយើងមានប្រព័ន្ធទប់កុំឲ្យមានការខូចគុណភាពវ៉ាក់សាំងរបស់យើង